គ្នាជួបជាមួយខ្ញុំទៅទៀតហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយករឿង Troll Hunter មកសម្រាយបន្តសម្រាប់អ្នកទាំងអស់គ្នានិយាយទៅវគ្គនេះខ្ញុំដឹងមកយើងពិតជាល្អមើលខ្លាំងហ្មងអ្នកទាំងអស់គ្នាគឺជាពិសេសនឹងតាក់ទងនឹងតួថ្មីៗជាច្រើនមានដូចជាបិសាចនិងមានអ្នកបន្លំខ្លួនជាច្រើនតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសចង់ដឹងថាវានឹងខ្លាំងប៉ុណ្ណានោះដូច្នេះតាមដានជាមួយខ្ញុំទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅទៀតខ្ញុំនឹងគុំតែអ្នកទាំងអស់គ្នានឹងមិនចាក់អាក្រក់ជួយ Subscribe ម្នាក់មួយដាក់កណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអញ្ចឹងរបស់យើងចាប់ផ្ដើមនៅដំបូងដែលបង្ហាញឃើញថាអ្នកបើកឡានដឹកអីវ៉ាន់មួយនឹងគាត់នឹងរំប្រកាសទៅពេញឡាននោះទាំងអស់តែម្ដងដូចហើយគាត់ក៏បានជប់នៅក្នុងផ្ទះមួយពេលដែលគាត់ជប់បើកយកអីវ៉ាន់ដាក់ចុះនោះយើងក៏បានប្រទះឃើញថាមានសត្វចម្លែកប្រមាណក្បាលបានចូលមកក្នុងឡានរបស់គាត់ដើម្បីលួចអីវ៉ាន់ហើយយើងក៏មិនដឹងថាសត្វនោះមានគោលបំណងអ្វីដែរក្នុងការលួចអីវ៉ាន់នេះមើលទៅវាមានរបស់ជាក់លាក់មួយដែលវាលួចឡាននេះគឺមានរូបតោមិនដឹងថាជាអីវ៉ាន់មកពីណានោះទេឥឡូវនេះយើងឃើញថាសត្វចម្លែកទាំងអស់នេះកំពុងតែប្រមូលយកឡានយកទៅណាហើយយើងក៏មិនដឹងដែរពេលដែលយកជិះមួយរួចនោះម្ចាស់ឡាននោះគាត់ក៏បានថយត្រឡប់មកវិញរួចហើយនៅជាប់សត្វចម្លែកមួយនៅក្នុងឡានប៉ុន្តែបើតាមមើលទៅកម្លាំងរបស់សត្វនោះគឺជាខ្លាំងមែនទែនព្រោះវាអាចបើកទ្វារឡាននោះបានដោយខ្លួនឯងបន្ទាប់មកឡាននោះក៏បានបើកចេញទៅហើយអាសត្វនោះឈរចុះឈរឡើងក៏បានធ្លាក់ចុះពីលើឡានហើយឡាននោះទិនបែកខ្ទេចបន្ទាប់មកយើងឃើញថាសត្វមួយក្បាលទៀតនោះហាក់ដូចជាចោលគំនុំចំពោះឡាននេះហើយចាំមើលថាពេលបន្តថាតើក្រុមសត្វទាំងអស់នេះនឹងធ្វើអ្វីចំពោះឡាននេះឥឡូវនេះយើងកាត់មកដល់ជីមរបស់យើងវិញពីមួយថ្ងៃទៅមួយថ្ងៃការហាត់របស់ជីមនឹងកាន់តែខ្លាំងទៅហើយអ្នកទាំងអស់គ្នាប្រកាសជាចាំមើលថាពេលណាទើបជីមរបស់យើងនឹងអាចធ្វើការប្រកួតជាមួយនឹងបូឡាបានដោយសេចក្តីក្លាហានឥឡូវនេះជីមហាត់ផលមិត្តភក្តិរបស់ជីមជាមួយនឹងគោលផ្សេងៗទៀតក៏បានហាត់តាមក្រោយញាក់តាមគ្នាអញ្ចឹងទៅបន្ទាប់ពីនោះយើងក៏បានឃើញថាចៅក៏បានដើរចូលមកពេលដែលចៅដើរចូលមកនឹងចៅបាននិយាយឌឺដងថាមើលចង់ការហាត់របស់ឯងនេះពិតជាគួរឲ្យស្រឡាញ់មែនណាខ្ជូតតែម្ដងបានដល់ពេលនិយាយពាក្យចឹងចេញមកធ្វើឲ្យជីមរបស់យើងគាត់មានការអន់ចិត្តមែនតែម្ដងហើយអ្វីក៏ច្រើននឹងគាត់ចូលចិត្តមើលងាយគេម្ល៉េះលុះថ្ងៃបន្ទាប់យើងក៏បានឃើញថាលោកគ្រូ Stickler នេះជាមួយអ្នកគ្រូម្នាក់ទៀតអ្នកគ្រូនោះថាជាគាត់នឹងអ្នកគ្រប់គ្រងនៅ museum នេះហើយបាននាំសិស្សទាំងអស់មកធ្វើការត្រួតពិនិត្យនិងការតាមដានមើលអីចឹងនៅក្នុង museum ហ្នឹងថាតើមានអ្វីខ្លះគួរឲ្យអស្ចារ្យមានអ្វីខ្លះគួរឲ្យសិក្សាប៉ុន្តែមើលទៅសិស្សរបស់យើងហាក់ដូចជាធន់តាន់ចំពោះអ្នកគ្រូនេះខ្លាំងណាស់បន្ទាប់មកលោក Stickler ក៏បាននិយាយថាឥឡូវមិនអីទេក្មេងៗទាំងអស់អាចដើរមើលបានដោយខ្លួនឯងមិនបាច់ចាំពួកយើងនាំទេបន្ទាប់ពីនោះសិស្សទាំងអស់ក៏បានរត់ចេញពីរូបភាពហើយដើរពិនិត្យមើលតែឯងចាំមកដើរដោយខ្លួនឯងរួចហើយជីមរបស់យើងក៏បានប្រទះឃើញថា Claire ជាមួយនឹងអាប៉ែក្បាលខូចនឹងកំពុងតែឈរនិយាយគ្នាហើយមើលទៅជីមរបស់យើងហាក់ដូចជាប្រច័ណ្ឌហើយប៉ុន្តែអាប៉ែក្បាលខូចនឹងដល់ពេលឃើញជីមនៅចិត្តនឹងអញ្ចឹងបែរជាគាត់នឹងទៅធ្វើចាប់ខ្លួនឯងអោបថោកបាត់បាំងអញ្ចឹងទៅនិយាយទៅគាត់ដូចមិនសូវគ្រប់ទឹកដែររីឯជីមរបស់យើងគាត់ក៏ហាក់ដូចជាអន់ចិត្តដែរដែលការរបស់ខ្លួនទៅបានប្រុសផ្សេងនឹងឈរយ៉ាងអញ្ចឹងបន្ទាប់មកនោះ 2B នេះក៏បានចូលរួមជួយបាទ 2B នេះជួយទៀតហើយ 2B នេះបានពង្រៀនបានឲ្យបរិះក្បាលខូចនឹងដើរទៅជាមួយ 2B អញ្ចឹងទៅរីឯជីមជាមួយនឹង Claire នឹងក៏បានឱកាសឲ្យពីរនាក់ហើយចូលនិយាយផ្ដោះផ្ដោវិចារដាក់គ្នាយ៉ាងសប្បាយរីករាយបន្ទាប់ពីនោះ 2B របស់យើងក៏បានបន្តទេសកកម្មរបស់ខ្លួននឹងដើរពិនិត្យមើលនៅសារមន្ទីរនេះថាតើវាមានអ្វីគួរឲ្យអស្ចារ្យខ្លះប៉ុន្តែភ្លាមនោះក៏សាប់ថាគ្មានពាក់បន្តាមួយនឹងគាត់នឹងបានលួចថតទូរស័ព្ទរបស់គាត់នឹងគាត់ក៏បានប្រទះឃើញថានេះអ្វីដូចជាចម្លែកខ្លាំងបានក្លានកាន់នៅមុខផ្ទះរបស់ខ្ញុំបន្ទាប់មកពេលដែល 2B ពិនិត្យឃើញរូបភ្លាម 2B មានការចាប់អាចជាខ្លាំងហើយគាត់ក៏បានធ្វើជាបន្លំហើយលុបរូបនោះចោលរួចហើយ 2B ក៏បានបញ្ញាយករឿងនោះមកប្រាប់ដល់ជីមរបស់យើងហើយជីមរបស់យើងនឹងគាត់មិនចង់ចេញទេព្រោះគាត់កំពុងតែនិយាយគ្នាយ៉ាងស្និទ្ធស្នាលជាមួយនឹង Claire ប៉ុន្តែដោយអស់ជម្រើសជីមទៅតាមជាមួយនឹង 2B ឥឡូវនេះ 2B ជីម Blinky ជាមួយនឹង R នឹងពួកគេទាំងអស់គ្នាក៏បានពិនិត្យមើលអាកន្លែងសត្វដែលត្រូវបានឡានកាន់ហ្នឹងបន្ទាប់មក Blinky ក៏បាននិយាយថាសត្វនេះគឺជា Goblin ហើយ Blinky ក៏បាននិយាយថាហើយអ្វីក៏សត្វនេះបានមកដល់ទឹកដីរបស់មនុស្សទៅហើយអំបូរសត្វនេះពិតជាសាហាវខ្លាំងណាស់អូយជីវិតមនុស្សរបស់យើងប្រកាសជាមានបញ្ហាពេលដែលសត្វនេះឡើងមកដល់លើនេះអញ្ចឹងបន្ទាប់មក Blinky ក៏បានបន្តទៀតថាលោកម្ចាស់អើយលោកម្ចាស់ត្រូវតែប្រយ័ត្នបើកាលណាមាន Goblin នៅក្បែរគឺវានឹងមានច្រើនក្បាលទៀតនៅទីនេះដូច្នេះយើងត្រូវតែតាមរកសម្បុករបស់វាហើយបើសិនជាមានមនុស្សណាម្នាក់ច្រឡំដៃឬក៏ច្រឡំជើងជន់ស្លាប់សត្វនឹងមួយហ្នឹង Goblin ដទៃផ្សេងទៀតនឹងមកសងសឹកឲ្យគ្នាវាមួយក្បាលហ្នឹងហើយម្នាក់នោះនឹងត្រូវបាត់បង់ជីវិតយ៉ាងអត់ធំបន្ទាប់មក 2B នឹងក៏បានយកកណ្ដាលបញ្ជាក់មកថាអូចឹងឡានដែលធ្លាប់បានកាន់ Goblin នេះគឺជាឡានដឹកទំនិញដូច្នេះជីមរបស់យើងគាត់ក៏បានដឹងថាអញ្ចឹងបើកាលណាអ្នកដឹកអីវ៉ាន់នឹងគាត់ត្រឡប់មកកន្លែងដើមនេះវិញនៅម៉ោង8ដូច្នេះវងសត្វ Goblin ទាំងអស់នោះនឹងមកធ្វើការសងសឹកចំពោះឡាននោះហើយដូច្នេះក្នុងនាមខ្ញុំជា Troll Hunter ខ្ញុំត្រូវតែការពារបរិម្នាក់នោះដូច្នេះបន្ទាប់ពីជីមរបស់យើងនិយាយពាក្យសម្ដីនេះភ្លាមបង្ហាញថាគាត់នេះគឺចាប់ផ្ដើមមានតតចរិតគឺជា Troll Hunter ហើយអ្នកការពារដ៏អស្ចារ្យរីឯ Blinky ក៏មានការសប្បាយចិត្តដែរដែលជីមរបស់យើងនៅឡើយនេះគាត់បញ្ចេញអធិពលរបស់គាត់ហើយតែគាត់បញ្ចេញថាគាត់នឹងគឺជា Troll Hunter អ្នកការពារមនុស្សឥឡូវនេះយើងឃើញថាក្រុមរបស់ពួកគេកំពុងតែចាំឡានដឹកទំនិញនោះថាតើឡាននោះនឹងមកដល់នៅពេលណាប៉ុន្តែឥឡូវនេះវាមក9:00ទៅហើយមិនទាន់ឃើញឡាននោះមកទៀតដូច្នេះប្រហែលជាឡាននោះអត់មកទេមកដល់ថ្ងៃហ្នឹងប៉ុន្តែមួយសន្ទុះក្រោយមកឡានដឹកទំនិញនោះក៏បានត្រឡប់មកម្ដងទៀតហើយគ្រាន់តែឡាននោះមកដល់ពេលហ្នឹងក៏បានប្រទះឃើញថាសត្វមាន Goblin ជាច្រើនបានបង្ហាញខ្លួនវាមិនមែនមានតែ3 4ក្បាលនោះទេអ្នកទាំងអស់គ្នាគឺវាច្រើនខ្លាំងមែនទែនតែម្ដងច្រើនរហូតដល់ជីមរបស់យើងមានការភ្ញាក់ផ្អើលរីឯ Blinky ក៏បាននិយាយថាអូយក្នុងខណ្ឌភាពបែបនេះយើងមិនអាចបង្ហាញខ្លួនបាននោះទេបើយើងបង្ហាញខ្លួន Goblin ទាំងអស់នោះនឹងចាប់ស៊ីយើងទាំងនោះតែម្ដងហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះពេលដែលបានធ្វើយកអីបានឲ្យនោះក៏បានដឹងថាម្នាក់ក្មេងប្រុសនោះគឺជាមិត្តភក្តិរបស់ពួកគេសោះ
ដូច្នេះជីមនឹងតតែសម្រាប់ចិត្តថាតើគួរជួយឬមួយក៏អត់ឥឡូវនេះយើងឃើញថាវង Goblin ទាំងអស់ហ្នឹងបានដើរសម្ដៅមកផ្ទះនោះហើយមិនដឹងថាវានឹងមានគោលបំណងអ្វីនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យយើងនឹងមានអារម្មណ៍ថាធូរស្បើយនោះគឺ Goblin ទាំងអស់ហ្នឹងវាមិនមែនមកសងសឹកមនុស្សនោះទេគឺវាមកសងសឹកឡានពីព្រោះអីពេលហ្នឹងពេលដែលឃើញឡានកាន់គ្នារបស់ខ្លួននឹងស្លាប់ហ្នឹងគឺពួកគេឃើញឡានទេមិនមែនឃើញមនុស្សជាអ្នកធ្វើនោះឡើយដូច្នេះឥឡូវនេះយើងឃើញថាវង Goblin ទាំងអស់នោះកំពុងតែឡើងបំពេញឡាននោះចោលតែម្ដងបន្ទាប់មកជីមជាមួយនឹងអ្នកផ្សេងៗទៀតហ្នឹងគឺថាអីទេចឹងសត្វនេះវាមកសងសឹកជាមួយឡានទេវាមិនមែនមកសងសឹកជាមួយមនុស្សឡើយប៉ុន្តែ Blinky ក៏បាននិយាយថាសត្វ Goblin ទាំងអស់នេះពួកវាមានសមត្ថភាពក្នុងការហាត់ខ្លឹមនៃភាពភ័យខ្លាចដូច្នេះបើសិនជាយើងមានភាពភ័យខ្លាចវានឹងដឹងគ្រាន់តែនិយាយអញ្ចឹងព្រាមហ្នឹងជីមជាមួយនឹង Toby នេះបាននិយាយថាខ្ញុំពុំខ្លាចហ្នឹងធ្វើម៉េចចេះពីសត្វហ្នឹងដែរហ៎បន្ទាប់មកសម្លេងដែលខ្លួនឯងថាភ័យខ្លាចនោះបានធ្វើឲ្យ Goblin ក៏បានក្បាលលឺដូច្នេះហើយពួកគេទាំងអស់គ្នាក៏បាននិយាយថាចាំអីទៀតនាំគ្នាទៅរួចហើយ Goblin ជាច្រើនហ្នឹងបាននាំគ្នាដេញធ្វើការវាប្រហារមកដល់ក្រុមរបស់ពួកគេយើងឃើញថាពួកគេទាំងអស់គ្នានឹងកំពុងរត់យ៉ាងលឿនតែម្ដងរីឯជីមរបស់យើងវិញគាត់នឹងកំពុងតែមានភ័យខ្លាចដូចគ្នាអញ្ចឹងកាលណាបើគាត់មានភាពភ័យខ្លាចAmulet របស់គាត់នឹងចាប់ដើមធ្វើគាត់ប្រែកាយពេលដែលគាត់ប្រែកាយទៅគឺថាគាត់រត់មិនរួចនោះទេដោយសារសម្ភារៈបន្ទាក់របស់គាត់នឹងគឺវាធ្ងន់ពេកបន្ទាប់មកក៏ត្រូវបាន Goblin ជាច្រើននឹងបានចាប់ខ្លួនរបស់ជីមរបស់យើងប៉ុន្តែសម្លឹងអត់បានគាត់មានធំមកគាត់ក៏បានមកជួយជីមនឹងតាន់ពេលវេលាប៉ុន្តែក្នុងកំឡុងពេលនោះផងដែរសត្វ Goblin មួយក្បាលនឹងបានចាប់ដៃរបស់ Toby យើងហើយដៃរបស់ Toby យើងមាន tracker នៃការបែបគេហៅថាអាចដឹងទីតាំងពីនៅទីណានោះចាប់ដៃរបស់ Toby នឹងបបពីនោះទាំងអស់តែម្ដងជាចុងក្រោយអាចខ្សែដៃ tracker សម្រាប់ដឹងទីតាំងក៏បានទៅជាប់ដល់ Goblin មួយក្បាលនោះដូច្នេះពួកគេនឹងក៏បានបញ្ញារត់ទៅតាមផ្ទះរបស់ Toby ពេលទៅដល់ផ្ទះរបស់ Toby ចាក់សោក៏ចាក់ងាយចូលទៀតហើយអាចក្រុម Goblin ទាំងអស់នឹងកំពុងតែដេញពីក្រោយយ៉ាងចំហឹងតែម្ដងតោះពេលចាក់សោចូលរួចរបស់យើងគាត់គូសធំពេកចូលអត់រួចដូចគ្នានេះសត្វនឹងក៏បានបំរុងនឹងខំគូរបស់បន្ទាប់មក Toby របស់យើងគាត់ក៏បានបញ្ញាក្នុងការបោកភ្លើងយ៉ាងធំមួយហើយភ្លើងនោះធ្វើការចាំងយ៉ាងខ្លាំងតែម្ដងដែលចាំងធ្វើឲ្យ Goblin ទាំងអស់នោះពួកគេចាក់ចេញពីទីនោះបាត់ទៅប៉ុន្តែអ្វីដែលយើងគួរឲ្យបារម្ភនោះគឺថា Goblin នឹងបានស្គាល់ផ្ទះរបស់ Toby ហើយដូច្នេះវានឹងត្រឡប់មកសងសឹកវិញឥឡូវនេះពេលដែលចូលមកក្នុងផ្ទះរបស់ Toby រួច Blinky ក៏បាននិយាយថាលោកម្ចាស់ទៅរកផ្ទះរបស់ពួកវាឲ្យឃើញឥឡូវនេះពួកវានឹងដឹងផ្ទះរបស់ Toby នៅទីណាហើយដូច្នេះ Goblin ទាំងអស់នោះនឹងមកធ្វើការសងសឹកជាមួយនឹងលោកម្ចាស់ហើយនឹង Toby រីឯជីមរបស់យើងវិញគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍កាន់តែបារម្ភហើយក្នុងកំឡុងពេលនោះផងដែរ Blinky របស់យើងក៏បានប្រទះឃើញសត្វនោមកហើយដល់ពេលគាត់ឆ្ងល់ថាចំលោកម្ចាស់មិនក៏លោកម្ចាស់មិនបងសម្រាប់សត្វនោនឹងទៀតបន្ទាប់មកជីមរបស់យើងក៏បាននិយាយថាសត្វនោនឹងល្អណាស់បើយើងមានផ្ទះឲ្យវាអត់ញ៉ៃនោះទេបន្ទាប់មក Blinky ក៏បាននិយាយថាទូនាទីរបស់លោកម្ចាស់គឺត្រឹមតែធ្វើអ្វីឲ្យចាប់ចង់ចាប់ដើមបន្ទាប់មកជីមក៏បាននិយាយថាខ្ញុំពិបាកយល់ច្បាស់របស់អ្នកទាំងអស់គ្នាណាដំបូងឲ្យខ្ញុំនឹងភ័យខ្លាចទៅទើប Amulet របស់ខ្ញុំធ្វើខ្ញុំប្រែកាយតោះពេលអាសត្វ Goblin នឹងចាប់ខ្ញុំភ័យខ្លាចមួយ Amulet នឹងក៏បានប្រែកាយរបស់ខ្ញុំហើយសម្លៀកបំពាក់របស់ខ្ញុំធ្ងន់អាហ្នឹងក៏ជាកំហុសខ្ញុំទៀតឥឡូវខ្ញុំធ្វើយ៉ាងម៉េចខ្ញុំអត់យល់ទេបន្ទាប់មក Blinky ក៏បាននិយាយថាខ្ញុំមិនគួរដាក់សតិដល់លោកម្ចាស់ខ្លាំងពេកទេពីព្រោះលោកម្ចាស់គឺជាមនុស្សលោកម្ចាស់ប្រហែលជាមិនទាន់នឹងយល់សពឬមួយក៏អាចសម្រាប់ខ្លួនជាមួយនឹងច្បាប់របស់ពួកចូលខ្ញុំឡើយអញ្ចឹងលោកម្ចាស់ចំណាយពេលបន្តទៀតចង់មិនអីទេឥឡូវនេះនៅពេលថ្ងៃបន្តហ្នឹងយើងឃើញថា Toby របស់យើងជាមួយនឹងជីនឹងដល់មកកីឡាហើយក៏ឃើញថាបុរសក្បាលខូចនឹងគប់បាល់មកមួយចំណងតែម្ដងគប់លិចគប់កាធ្វើម៉េចគប់ឲ្យត្រូវជីរបស់យើងប៉ុន្តែមើលទៅអត់ត្រូវជីរបស់យើងទេបែរជាត្រូវ Toby របស់យើងលក្ខណៈធ្ងន់ធ្ងរតែម្ដងបន្ទាប់មកជីក៏បានប្រាប់ Toby ថាហេតុអីក៏លែងខ្វល់អញ្ចឹងយកបន្តិចទៀតនឹង Goblin នឹងសងសឹកពួកយើងហើយយើងត្រូវតែប្រយ័ត្នប្រយែងយើងត្រូវតែស្វែងរកពួក Goblin នឹងឲ្យឃើញបន្ទាប់មកជីនឹងមានអារម្មណ៍ថាមូលមកតែម្ដងពេលដែលឃើញក្បាលខូចនឹងគប់បាល់ញាប់ញាប់ខ្លាំងពេកជីនឹងក៏ចាប់ផ្ដើមយកបាល់មួយនឹងគប់ចាប់ទៅវិញប៉ុន្តែបាល់នោះវាមិនហោះដល់តែនឹងទេវាបែរជាហោះទៅមុខរបស់ Claire ទៅវិញមិនដឹងថា Claire របស់យើងយ៉ាងម៉េចយ៉ាងណានោះទេណាត់មានខ្លាំងណាស់ឥឡូវនេះយើងមកដល់ពេលដែលពួកគេនឹងផ្លាស់ការវិញជីរបស់យើងមានអារម្មណ៍ថាសោកស្ដាយមែនទេដែលធ្វើឲ្យ Claire នឹងមានបញ្ហាប៉ុន្តែពីនោះផងដែរ Toby របស់យើងក៏បានប្រាប់ថានេះ tracker របស់ខ្ញុំបានដឹងទីតាំងរបស់ពួក Goblin នោះហើយយើងតាមទីតាំងនោះទៅយើងនឹងដឹងថាពួក Goblin នេះនៅទីណាហើយដោយហើយពួកគេទាំងអស់គ្នាក៏បានបញ្ញាក្នុងការធ្វើដំណើរទៅកាន់ទីតាំងនោះពេលដែលមកដល់ទីតាំងនោះក៏បានដឹងថាតាមពិតវាគឺជាសហមន្ទីរដែលពួកគេនឹងមកតាំងពីម្សិលមិញឯណោះក្នុងកំឡុងពេលនោះផងដែរពួកគេក៏បានប្រទះឃើញអ្នកគ្រូម្នាក់នឹងបានដើរចូលទៅក្នុងសារមន្ទីរនោះហើយពួកគេនេះមានការបារម្ភមែនទែនខ្លាចពួក Goblin ទាំងអស់នោះសម្រាប់អ្នកគ្រូចោលដូច្នេះពួកគេទាំងពីរនាក់ក៏បានបញ្ញាក្នុងការចូលទៅក្នុងសារមន្ទីរនោះដើម្បីជួយអ្នកគ្រូម្នាក់នោះពួកគេនឹងក៏បានធ្វើដំណើរចូលតាមមួយមួយហើយក៏បានប្រទះឃើញសម្បុក Goblin បាទ Goblin នេះគឺវានៅផ្ដុំគ្នាដូចជាសម្បុកពីពីអញ្ចឹងឲ្យមើលទៅចេញទឹកខាប់ខាប់ហួយខ្ពើមខ្លាំងណាស់ពួកគេនឹងក៏បានដើរលបដើម្បីមករកអ្នកគ្រូនឹងហើយជួយគាត់ក្នុងពេលនោះផងដែរ Toby នឹងក៏បានលបមើលហើយឃើញថាអ្នកគ្រូយករបស់អ្វីម្យ៉ាងហាក់ដូចជាចម្លែកមែនទែនចេញពីអាណារូបតោនៃរបស់នេះតាមពិតទៅ Goblin ធ្វើការឲ្យអ្នកគ្រូនឹងហើយមើលទៅតែមួយសន្ទុះក្រោយមកសាស្ត្រតែអ្នកគ្រូនឹងបែរកាឡាទៅជាបិសាចម្យ៉ាងជាគួរអាក្រក់មែនទែនបើតាមសំណរបស់គាត់ធ្វើឲ្យ Toby របស់យើងនឹងគាត់ភ័យរហូតដល់និយាយលែងចេញតែម្ដងហើយជីមគាត់ក៏បានសួរថាមានរឿងអីមិនក៏មិននិយាយអញ្ចឹងតែណា Toby របស់យើងនឹងភ័យកាន់តែខ្លាំងធ្វើឲ្យពួក Goblin នឹងវាហាត់ខ្លាំងនឹងដល់ពេលអញ្ចឹងហើយក៏មាន Goblin មួយក្បាលនឹងហាក់ដូចជាធំខ្លាំងការភ័យខ្លាចរបស់ Toby នោះហើយវាក៏បានភ្ញាក់ Toby និយាយទៅដល់ប្រាប់ជីមវិញថាមុខគាត់អាក្រក់ខ្លាំងណាស់បន្តមកជីមក៏បាននិយាយថាអាក្រក់ស្អីគេតែក៏មិននិយាយច្បាស់លាស់តិចមើលរួចហើយពួកគេទាំងអស់គ្នានោះក៏បានប្រទះឃើញថា Goblin មួយក្បាលនឹងកំពុងតាមហាត់ខ្លាំងភាពភ័យខ្លាចរបស់ Toby ដូច្នេះពួកគេទាំងពីរនាក់ក៏មានភាពភ័យខ្លាចទាំងពីរនាក់តែម្ដងលើនេះហើយយើងឃើញថា Goblin នោះកំពុងតែតាមហាត់ខ្លាំងថាតើមានអ្នកណានៅទីនេះហើយបានជាវាតាមហាត់ខ្លាំងដល់ស្នាក់នេះពេលដែល Goblin ជិះមកដល់សត្វទូរស័ព្ទរបស់ Toby របស់យើងនេះសូរសំឡេង Toby ក៏បានព្យាយាមបាត់ប៉ុន្តែក្នុងកំឡុងពេលនោះផងដែរក៏បានបង្ហាញរូបអ្នកគ្រូអាក្រក់ម្នាក់នឹងនៅពីក្រោយខ្លួនរបស់ជីមដែលធ្វើឲ្យពួកគេនេះមានការភ័យខ្លាចជាខ្លាំងបន្ទាប់ពីនោះពួកគេក៏បានរត់ហើយអ្នកគ្រូបិសាចម្នាក់នោះក៏
ក៏បានធ្វើការវាយប្រហារមកលើពួកគេផងដែរឥឡូវនេះយើងឃើញថាជីមរបស់យើងក៏បានប្រែក្លាយមកជា Troll Hunter ហើយធ្វើការវាយប្រហារគ្នាជាមួយនឹងអ្នកគ្រូនឹងហើយអ្នកគ្រូនឹងមើលទៅថាពលរបស់គាត់ក៏មិនធម្មតានោះដែរគាត់បានធ្វើការវាយទៅលើជីមរបស់យើងមួយទំហំដូចគ្នាឯនោះផងដែរ Toby របស់យើងក៏បានធ្វើការប្រយុទ្ធគ្នាជាមួយនឹង Goblin មួយក្បាលបាទ Goblin មួយក្បាលនឹង Goblin បានយក Tracker របស់ Toby នឹងឥឡូវនេះពួកគេក៏បានធ្វើការវាយប្រហារគ្នាដើម្បីដណ្ដើមយក Tracker នឹងយកមកវិញរីឯអ្នកគ្រូបិសាចនោះក៏បានបង្ហាញដាវរបស់គាត់ហើយធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាមកលើជីមរបស់យើងជីមនឹងមានការភ័យខ្លាចមែនទែនព្រោះអ្នកគ្រូនឹងពិតជាខ្លាំងណាស់មើលទៅrồiហើយ Toby នឹងក៏បានទៅចាប់ជើងឬក៏ចាប់សក់អ្នកគ្រូនឹងដើម្បីអ្នកគ្រូធ្វើបាបជីមហើយអាសត្វ Goblin ក៏បានតោងគោករបស់ Toby ដូចគ្នាឥឡូវនេះយើងឃើញថាអ្នកគ្រូបិសាចនេះកំពុងតែធ្វើការវាយប្រហារធ្វើឲ្យជីមរបស់យើងនឹងបុកចិញ្ចាំងមួយទំហំតែម្ដងហើយធ្លាក់កំណាត់គ្របលើជីមរបស់យើងរីឯ Toby របស់យើងវិញគាត់ក៏បានដណ្ដើមយកនាឡិការបស់គាត់នឹងបានជោគជ័យហើយធ្វើឲ្យទៀតសត្វ Goblin នឹងទៅខាងក្រោយខ្នងរបស់បិសាចម្នាក់នោះបន្តមកស្អីបិសាចម្នាក់នោះបាននិយាយថាឯងគ្រាន់តែជាក្មេងម្នាក់បានអោការពីប៉ុណ្ណឹងឯងចង់ខ្លាំងហ៎បន្តមកជីមក៏បាននឹកឃើញសម្ដីរបស់ Blinky ថាយើងត្រូវតែធ្វើការភ័យខ្លាចរបស់យើងនឹងឲ្យខ្លាចទៅជាធម្មពលតទល់ជាមួយបិសាចខ្លួនក៏បានទាញកំណាត់នោះឲ្យស្អីម្នាក់នោះដួលពេលដែលស្អីម្នាក់នោះដួលទៅដួលកាន់ Goblin មួយនោះខ្ទេចបែកខាច់បែកនំពេញនឹងអស់តែម្ដងអញ្ចឹងកាលណាស្ត្រីម្នាក់នេះជាបិសាចនឹងបានធ្វើឲ្យ Goblin ក្បាលស្លាប់នឹងដូច្នេះ Goblin ទាំងអស់ផ្សេងទៀតនឹងក៏បានឃើញថាម្នាក់នេះគឺជាអ្នកសម្លាប់គ្នារបស់ខ្លួនរួចហើយ Goblin ដទៃផ្សេងទៀតនឹងក៏ចាប់ផ្ដើមបប្រតិបត្តិការធ្វើការចាប់ស៊ីស្ត្រីបិសាចម្នាក់នោះបាត់ទៅរីឯជីមជាមួយនឹង Toby ក៏បានប្រញាប់ប្រញាល់ក្នុងការចាក់ចេញពីទីនោះឥឡូវនេះយើងឃើញថាពួកគេទាំងពីរនឹងបានជិះកង់យ៉ាងលឿនចាក់ចេញពីទីនោះពេលដែលជីបានមកបន្តិចនឹងក៏ស្រាប់តែមានប៉ូលីសពីរនាក់ខាត់ខ្លួនពួកគេមិនដឹងថាវាយ៉ាងម៉េចយ៉ាងណាទេនៅពេលក្រោយនោះដូច្នេះរឿងរបស់យើងគឺស្រេះត្រឹមតែប៉ុណ្ណេះបាទចង់ដឹងថាវគ្គបន្តនោះគឺវាលក្ខណៈស្ដៅគប់នឹងឲ្យមើលបណ្ណានោះគឺមានតែតាមដានជាមួយខ្ញុំបន្តទៀតអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ដាក់កណ្ដឹងផងដើម្បីទទួលបានវីដេអូភ្លាមៗដូច្នេះខ្ញុំសូមអរគុណសូមជម្រាបលា